ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានមុខម្ហូបបន្ទាប់ឲ្យមកចែកជូនបងប្អូនទាំងអស់គ្នាគឺសម្លម្ជូរគ្រឿងត្រីពោដែលមានរសជាតិឈ្ងុយឆ្ងាញ់បងប្អូនណាខ្លះដែលចូលចិត្តសម្លម្ជូរគ្រឿងចឹងចូលមកថ្ងៃនេះមិនខំអំណងទេជាដំបូងនេះខ្ញុំមានជាមួយនឹងប្រហុកចំនួន1ស្លាបព្រាបាយត្រីពោចំនួន1ទឹកអំពិលទុំកន្លះកូនចានចង្កឹះហើយគ្រឿងបុកចឹងគ្រឿងបុកនេះខ្ញុំមានគល់ក្រីមានរំដេងមានរមៀតមានខ្ទឹមសមានស្លឹកក្រូចឥឡូវនេះឃើញថាគ្រឿងរបស់យើងមកហើយដល់វគ្គស្លហើយឆ្នាំងឲ្យក្តៅចាក់ប្រេះលឺបន្តិចដាក់គ្រឿងរំលីងឡើងឈ្ងុយសិនមកឃើញថាគ្រឿងរបស់យើងឡើងឈ្ងុយហើយនេះខ្ញុំដាក់ប្រហុកចូលកូរប្រហុកជាមួយនឹងគ្រឿងឲ្យចូលសព្វគ្នាល្អសិនមករួចហើយនេះខ្ញុំបានដាក់ជាមួយនឹងត្រីពោចូលដាក់ត្រីពោចូលហើយនេះខ្ញុំបានកូរត្រីពោឲ្យចូលសព្វជាមួយនឹងគ្រឿងឲ្យឡើងឈ្ងុយសិនហើយត្រីពោរបស់យើងឡើងស្ងួតទឹកបន្ទាប់មកខ្ញុំដាក់អំបិល1ចុងស្លាបព្រាបាយស្ករស1ស្លាបព្រាបាយម្សៅស៊ុប1ចុងស្លាបព្រាបាយកូរបន្តិចដើម្បីឲ្យត្រីនិងគ្រឿងចូលសព្វគ្នាល្អថាត្រីរបស់យើងឡើងឈ្ងុយហើយឡើងស្ងួតទឹកហើយបងប្អូនទាំងអស់គ្នាឲ្យចូលសព្វជាមួយនឹងគ្រឿងហើយនេះខ្ញុំបានដាក់ទឹកត្រី1ស្លាបព្រាបាយចូលអូបន្តិចទៀតចឹងស្លម្ជូរគ្រឿងបងប្អូនធ្វើបែបហ្នឹងទៅគឺថារសជាតិឆ្ងាញ់មែនតើឥឡូវនេះខ្ញុំបានបន្ថែមទឹកសចូលចំពោះទឹកសនេះខ្ញុំអត់ដាក់ច្រើនទេព្រោះថាសម្លម្ជូរគ្រឿងទឹកសម្លរៀងខាប់បានឆ្ងាញ់រាប់ទុកបន្តិចបើកមកវិញឃើញថាសម្លរបស់យើងពុះហើយនេះខ្ញុំបានដាក់អំពិលទុំ1វែកចូលឥឡូវនេះសម្លរបស់យើងឆ្អិនហើយដូរដាក់ចានមកបងប្អូនទាំងអស់គ្នារួចហើយនេះខ្ញុំក៏បន្ថែមជាមួយនឹងម្ទេស2 3គ្រាប់ទៀតដើម្បីរសជាតិកាន់តែឆ្ងាញ់ព្រោះថាសម្លម្ជូរគ្រឿងយើងបន្ថែមម្ទេសកាន់តែមានរសជាតិឆ្ងាញ់មែនតើបងប្អូនអាចសាកធ្វើញ៉ាំបាននេះខ្ញុំធានារសជាតិ10 លើ 10 ហ្មងណាសម្រាប់មុខម្ហូបនេះអត់មានគ្រឿងផ្សំអីច្រើនទេតើបងប្អូនញ៉ាំបាយជាមួយនឹងខ្ញុំទាំងអស់គ្នាអរគុណបងប្អូនដែលបានតាមដានវីដេអូនេះខ្ញុំតាំងពីដើមរហូតដល់ចប់